យើងតាក់ទងជាមួយនឹងការអាននៅក្នុង IELTS test អានេះគឺអានេះអានឃើញចម្លើយទេអត់សូវពិបាកនៅក្នុង IELTS test វាមានខ្ទង់ម្ដងជា6ដូចគ្នាដែរគេឲ្យមកគ្នាយើងនេះគេឲ្យតែ4ទេ6ហើយអត្ថបទគេឲ្យមកហ្នឹងគេឲ្យពេលខ្លះគឺ7ដល់ពេលអញ្ចឹងក៏ឲ្យគ្នាយើងគូផ្គងថាតើអត្ថបទមួយហ្នឹងគេតាក់ទងជាមួយអាណាដែលគេចង់និយាយលេងហ្នឹងតែនៅនេះវាដោយសារវា level tip នេះយើងស្រួលទេមានន័យថាគ្នាយើងគ្រាន់តែធ្វើការអាននៅក្នុងតាក់ទងជាមួយនៅ description ឬក៏ text ទាំងនេះហើយប៉ុន្តែក្នុងការដែលគ្នាយើងអានគ្នាយើងត្រូវចេះមើលសិនថាតើពេលដែលយើងអានយើងអាចពេលខ្លះវាបើសិនយើងអានរៀនមិនអីណាយើងអានរៀនគឺយើងគ្រាន់តែធ្វើការអានធម្មតាឲ្យយល់ទៅប៉ុន្តែនៅពេលប្រឡងគឺអត់ទេនៅពេលប្រឡងយើង you don't have time to read the whole text there are some technique for you វាមាននៅកលឹះសម្រាប់គ្នាយើងដែរ first you have to scan the important word or we call the keywords ត្រូវធ្វើការអាននៅក្នុងអត្ថបទណាជា keyword and you also have to have kind of we call taking note techniques មានត្រូវចេះ taking note technique ទៀតណាអញ្ចឹងយើងអានហើយយើងចាប់ដល់អូខេមកក្នុងអត្ថបទនេះនិយាយពីគេអញ្ចឹងសរសេរមកអញ្ចឹងយើងអានហើយយើងនិយាយថាអូខេតាក់ទងជាមួយនឹងអត្ថបទហ្នឹងតើគេនិយាយតាក់ទងយ៉ាងម៉េចអញ្ចឹងគឺយើងឃើញជាមួយ local wildlife យើងក៏ natural environment here ចឹងអាហ្នឹងដល់ពេលយើងអាននេះយើងចាប់ដើម take key note ទៅគេនិយាយពីក្នុងលេខហ្នឹងអាហ្នឹងណាពេលដែលគ្នាយើងអានដល់ពេលដែលគ្នាយើងអានមួយអញ្ចឹងយើង scan មើល keyword វាហើយយើង take note វាហើយតែយើងអាននៅក្នុងកន្លែងនេះនៅក្នុងកន្លែង text របស់វានេះអានគ្រាន់តែយើងកលេចមើលបន្តិចទៅតើវាមានអាណាដែលជា matching keyword ទេបើសិនជាគេ matching keyword លេខណាអាហ្នឹងគឺអូខេចម្លើយលេខហ្នឹងហើយអញ្ចឹង you have to double check on that but anyway this is another technique it's a bit difficult but you don't need to worry about that this is a advanced technique for you but for this one it's not very difficult for you to you know to do it just try to understand the text first and then you will do it later for the techniques okay so can you just say okay I will ask you later don't worry so this one នៅក្នុងកន្លែងនេះ reading ដែលគ្នាយើងត្រូវចេះគឺតាក់ទងជាមួយនឹង reading for specific information and detailed meaning អញ្ចឹងមាន specific information យ៉ាងម៉េចដូចទីគេនិយាយតាក់ទងជាមួយនឹងព័ត៌មានអីមួយតាក់ទងជាមួយនឹង let's say the wildlife experience មានថាបទពិសោធន៍ទៅនៅក្នុងព្រៃនេះយើងជីវិតនៅក្នុងព្រៃណារស់នៅក្នុងព្រៃជាមួយនឹង environment ជាមួយអីចឹងទៅអញ្ចឹងពេលដែលគ្នាអាន this is the specific information ព័ត៌មានដែលជាក់លាក់តាក់ទងអាហ្នឹង and detailed meaning តើតាក់ទងជាមួយនឹងwildlife experience ហ្នឹងវាយ៉ាងម៉េច so this is the detailed meaning and in this text is about the wildlife experience right ចឹងហ្នឹងគឺតាក់ទងជាមួយនឹង wildlife experience គេធ្វើម៉េចចឹងហ្នឹងគេ reading តាក់ទងជាមួយ specific information and detailed meaning ណាយើងគឺអានេះ meaning របស់វានេះគឺជា specific information អ្វីដែលគ្នាធ្វើឡើយនេះគឺគ្នាយើងគ្រាន់តែអានអត្ថបទកន្លែងនេះតាក់ទងជាមួយនឹងគេថាជាង going to read about the some people who want to book a holiday ជាងគាត់ចង់ទៅធ្វើការកក់នៅ holiday ណាអញ្ចឹង first read the description ដំបូងឡើយយើងធ្វើការអានជាមួយនឹង description ការណែនាំរបស់គេនេះ holiday នីមួយៗ so this is the first holiday second holiday អញ្ចឹងយើងមាន holiday ទាំងអស់ហ្នឹងឯងណាអញ្ចឹងយើងអានទៅលើ description អាការពណ៌នាជាមួយនឹង holiday ចំនួន8ផ្នែកផ្សេងៗគ្នា it's from A to H here and which would be the best holiday for you this is just go and read for this one that's fine but the techniques here that you have to know let's just read these techniques Anita are you there Anita lại cho được trong bạch và ly để tiền sorry teacher okay read the text here
take A, right, teacher? No, read this one in the tip here. Tip. In some exam reading tasks, you may be asked to complete a matching exercise where you match descriptions to people. First, identify keywords and ideas for each person. Then, match these words and ideas with the descriptions. Okay ឥឡូវគ្នាយើងមើល technique នេះយើងបើសិនជាល្អនេះយើងអាចធ្វើការកត់ technique នឹងខ្លះណាខ្ញុំនឹងព្យាយាមប្រាប់គ្នាយើងម្ដងតិចតាក់ទងជាមួយ technique ហ្នឹងអាហ្នឹងយើងធ្វើវាយូរទៅយើងពេលខ្លះយើងវាមិនបាច់ចាំវាហ្នឹងប៉ុន្តែដូចខ្ញុំពេលខ្លះអាហ្នឹងខ្ញុំយូរទៅយើងវាខ្លួនឯងវា automatic ហ្មងណាមានថាលំហាត់មួយហ្នឹងយើងដឹងថាហ្នឹងទៅអានមិនហ្មងប៉ុន្តែដល់ពេលគ្នាយើងដំបូងឡើយគ្នាយើងត្រូវតែ note វា take note វាហើយយើងព្យាយាម practice ដូចខ្ញុំប្រាប់គ្នាយើងតាក់ទងជាមួយនឹងscanning technique skimming technique ចឹងអាហ្នឹងតាមពិតទៅវាមិនបាច់ចាំតែចាំថាហ្នឹងជា scanning ជា skimming ផងប៉ុន្តែscanning យើង scan រកមើលនៅព័ត៌មានដែលយើងចង់ដឹងតាក់ទងជាមួយឆ្នាំឈ្មោះថ្ងៃខែហ្នឹង scan ហើយ scan ណាសំខាន់ទេយើង scan នៅ keyword ចឹងណាដល់ពេល skimming យើង read ដើម្បីឲ្យដឹងថាអត្ថបទនិយាយគេ read ចោះជា double line តែមិនចាំ read ទាំងអស់ you're not gonna read every words word by word no but read by line just try to understand what is the text about តើតា text ហ្នឹងនិយាយគេអាហ្នឹងគេហៅថា skimming អូខេអញ្ចឹងនៅក្នុងកន្លែងនេះបើគ្នាយើងល្អជាង take note ខ្លះទៅណា highlight វាបន្តិចទៅឬក៏ summarize នៅអ្វីដែលគ្នាយើងចេះយើង sorry just summarize what you want know important part here ចឹងគេថា in some example reading task ចឹងនៅក្នុង reading task របស់វាគេថា you maybe asked to complete នេះយើងពេលខ្លះគេអាចនឹងឲ្យយើងនឹងធ្វើការបំពេញ matching exercise អាហ្នឹងគឺមាននៅក្នុង reading part គឺមានដូចយ៉ាងនេះយើងអញ្ចឹងអត្ថបទយើងមកប៉ុន្តែមិនខ្លីៗអញ្ចឹងទេវែងណាហើយឲ្យយើងធ្វើការគូផ្គងថាតើ where you match the description to the people តើនៅក្នុងនេះ description ទាំងអស់នេះតើវាត្រូវគ្នាជាមួយនឹងមួយណានៅក្នុងអញ្ចឹងគឺមាន text 2អញ្ចឹងតើមួយណាដែលត្រូវគ្នាជាមួយនឹងមនុស្សនៅក្នុងនេះ